មានបងប្អូនយើងជាច្រើនដែលតែងតែតាមដានវីដេអូរបស់ខ្ញុំជារៀងរាល់ថ្ងៃគាត់ថាឮតែសំឡេងខ្ញុំអត់ដែលឃើញមុខខ្ញុំឬក៏អត់ដែលឃើញមុខប្តីខ្ញុំសោះហើយអញ្ចឹងពួកគាត់ចង់ឃើញត្រង់ចំណុចហ្នឹងពួកខ្ញុំសូមអធិស្ឋានដល់បងប្អូនហើយនឹងក្មួយដែលតែងតែតាមដានពួកខ្ញុំផងពួកខ្ញុំអត់ចង់ចេញមុខនៅតាមបណ្ដាញសង្គមទេអញ្ចឹងពួកខ្ញុំសូមលក្ខណៈជាឯកជនភាពបន្តិចណាបងប្អូនមានបងប្អូនខ្លះគាត់ឆ្ងល់ចង់ដឹងថាមុខមាត់ម៉ាក់ប៉ាអាល់ហ្វាមិនដែរអញ្ចឹងក៏ពិតមុខមាត់ម៉ាក់ប៉ាអាល់ហ្វាអត់មានស្អាតសង្ហាអីទេមុខមាត់ដូចតែគេដូចតែឯងអញ្ចឹងឯងពួកខ្ញុំជួបបងប្អូនយើង fan យើងនៅខាងក្រៅធម្មតាទេគ្រាន់តែថាខ្ញុំអត់បានថតជាវីដេអូឬក៏រូបខ្លួនឯងបង្ហាញនៅក្នុងសង្គម social media អញ្ចឹងណា Good morning មានបងប្អូនខ្លះគាត់និយាយទៀតថាបើមិនបង្ហាញមុខបង្ហាញមាត់អញ្ចឹងខំថតវីដេអូធ្វើអីកាប់ពិតទៅខ្ញុំប្រឹងថតវីដេអូរាល់ថ្ងៃផុសវីដេអូរាល់ថ្ងៃជូនបងប្អូនទស្សនានេះមិនមែនខ្ញុំចង់ល្បីមិនមែនខ្ញុំចង់បង្ហាញមុខខ្លួនឯងនៅក្នុងបណ្ដាញសង្គមអីទេតែវាមានមូលហេតុសំខាន់នៅពីក្រោយខ្នងហ្នឹងណាបើបងប្អូនចង់ដឹង comment ថាចង់ដឹងមកចាំវីដេអូក្រោយខ្ញុំប្រាប់ពីមូលហេតុ